សួស្តីអ្នកនរគ្នាថ្ងៃនេះយើងរៀនតាក់ទងជាមួយនឹងមេរៀនមួយតាក់ទងជាមួយនឹង erythropoietin stimulating agent គឺជាមេរៀនតាក់ទងជាមួយនឹងការប្រើប្រាស់ថ្នាំទៅលើអ្នកជំងឺដែលខ្វះគ្រាប់ឈាមមិនថាគាត់មាន CKD ឬក៏គាត់ប្រើថ្នាំ chemotherapy ណាមួយដែលធ្វើគ្រាប់ឈាមខំគាត់ចុះអញ្ចឹងមេរៀនយើងប្រើតាក់ទងជាមួយ introduction អ្វីគឺជា erythropoietin គឺជា glycoprotein hormone មួយដែលវាផលិតចេញមកពី peritubular cell របស់ renal cortex ហើយវាជួយ stimulate ទៅលើការបង្កើននៅការផលិតគ្រាប់ឈាមក្រហមឆ្លើយតបនឹងការថយចុះរបស់អុកស៊ីហ្សែននៅក្នុងឈាមរបស់យើងហើយ erythropoietin stimulating agent នេះផងដែរវាមានក្រុមវាមាន3ធំៗទី1 euprotein ដែលប្រើ protein ជាមួយនឹង methoxy polyethylene glycol protein beta ដែលជា recombinant របស់ form មួយរបស់ erythropoietin hormone អញ្ចឹង indication តើតើជាមួយនឹងការប្រើប្រាស់ថ្នាំ EPO យើងដឹង EPO erythropoietin នេះគឺផលិតចេញនៅតំបន់ peritubular cell របស់ cortex renal ហើយវាជាកន្លែងមួយផងដែរបូកជាមួយនឹងថ្លើមរបស់យើងគឺជាប្រភពមួយដែលផលិតនៅគ្រាប់ឈាមអរម៉ូនប្រភេទ EPO នេះ EPO នេះក៏វាអាចផលិតនៅផងដែរនៅដើកនៅថ្លើមហើយនឹងខួរឆ្អឹងខ្នងសួតហើយនឹងខួរក្បាលការបន្ថយចុះនៅ pressure របស់អុកស៊ីហ្សែនគឺវាដូចជាភ្នាក់ងារមួយដែលវា stimulate ឲ្យការផលិតនៅ EPO នេះផងដែរ ESA ឬ erythropoietin stimulating agent recombinant form នេះគឺវាផលិតសំយោគតាមរយៈ recombinant DNA technology នៅក្នុង cell culture ហើយ ESA នេះរួមមាន E protein alpha ដែលប្រើ protein methoxy polyethylene glycol protein beta ហើយ Food Drug and Administration ក៏បានយល់ព្រមក្នុងការប្រើ ESA នេះទៅលើករណីធំ2ទី1អ្នកដែលខ្វះគ្រាប់ឈាមដោយសារគាត់មានបញ្ហាខ្សោយម្ដងនោមករណីទី2គាត់ប្រើនៅថ្នាំគីមីដែលធ្វើឲ្យគាត់ថយចុះនៅគ្រាប់ឈាមខំមកគាត់ដែរអញ្ចឹងតើតើជាមួយនឹងថ្នាំprotein ហើយនឹងដាក់ប្រើ protein គឺពីច្រើនគេប្រើក្នុងអ្នកជំងឺមានបញ្ហា Maric ដែលធ្វើឲ្យគាត់មានចេញជាខ្វះគ្រាប់ឈាមហើយ erythropoietin stimulation នេះផងដែរក៏ត្រូវបានរក្សាទុកចំពោះអ្នកជំងឺដែលមានគ្រាប់ឈាមក្រហមតិចជាង10 ក្រាមបាទដោយសាររិះជាមួយនឹង adverse effect របស់ថ្នាំនេះគេអាចប្រើជាទូទៅមិនគួរប្រើថ្នាំនេះទៅលើអ្នកជំងឺដែលមានជាមួយអ្នកកំពុងព្យាបាលថ្នាំគីមីហើយជាមួយនឹង anemia ដែលរំពឹងថាមហារីករបស់គាត់នឹងព្យាបាលបានហ្នឹងគឺអត់សូវប្រើទេតើតែមហារីកគាត់អត់ព្យាបាលជាបានគេប្រើហើយញាក់ងារបង្កើនគ្រាប់ឈាម ESA នេះផងដែរអត់គួរប្រើទៅលើអ្នកដែលអត់ប្រើនៅខ្សែទឹកគីមីប៉ុន្តែមានបញ្ហាខ្វះគ្រាប់ឈាមនេះចំពោះindication ចំពោះថ្នាំ protein alpha គឺគេប្រើក្នុងករណីមានខ្វះគ្រាប់ឈាមទៅលើអ្នកមានបញ្ហាខ្សោយម្ដងនោមអ្នកដែលគាត់មាន HIV infection HIV ដែលមានប្រើថ្នាំ Pseudoprolin នេះតិចជាង 4200 មីលីក្រាមក្នុងមួយអាទិត្យហើយមាន endogenous serum EPO ដែលយើងមើល serum នៅក្នុងឈាមរបស់គាត់ EPO តិចជាង50សំដៅតិចជាង500 unit per milliliter អាហ្នឹងក៏អាចក៏គេប្រើហើយករណីថយចុះ allogenic red blood cell transfusion នៅក្នុងអ្នកជំងឺដែលមាន high risk ដែលត្រូវ high risk ដែលមានគ្រាប់ឈាមក្រហមចន្លោះពី10ទៅ13 ក្រាមក្នុង1លីត្រតើតើជាមួយនឹងដាក់ប្រើ protein វិញគឺប្រើដូចគ្នាករណីដែលមានបញ្ហាខ្សោយម្ដងនោមហើយខ្វះគ្រាប់ឈាមព្យាបាលទៅលើអ្នកដែលខ្វះគ្រាប់ឈាមអ្នកដែលគ្មាននៅ myeloid malignancy ហើយប្រើថ្នាំ chemotherapy ទូទៅអាចប្រើ2ខែជាប់គ្នាបន្ថែមទៀត chemotherapy មុននឹងចាប់ផ្ដើមប្រើថ្នាំចំពោះ molecule ថ្នាំទី3 methoxy polyethylene glycol protein beta នេះគេប្រើក្នុងករណីខ្វះគ្រាប់ឈាមទៅលើអ្នកជំងឺបញ្ហាម្ដងនោមហើយមិនគិតតាក់ទងជាមួយនឹង dialysis status គាត់មិនទេឲ្យតែខ្វះគ្រាប់ឈាមខ្សោយម្ដងនោមគេប្រើបានហើយគេអាចប្រើក្នុងករណីក្មេងដែលគាត់ខ្សោយម្ដងនោមអាយុ
ក្រោម3ខែឬក៏ធំជាង3ខែដែលគាត់អាចផ្លាស់ប្ដូរពីឆ្នាំចាក់គ្រាប់ឈាម ESA ប្រភេទណាមួយបន្ទាប់ពីគ្រាប់ឈាមគាត់នឹងណូក៏អាចប្រើឆ្នាំនឹងបានដែរតែទៅមួយ mechanism of action គឺប្រភេទឆ្នាំESA ហើយនឹង endogenous erythropoietin hormone នេះគឺវាជួយផលិតហើយនឹងបំបែកគ្រាប់កោសិកាគ្រាប់ឈាមក្រហម erythrocyte progenitor cell ទៅលើ CD 34 hematopoietic stem cell ដែលមានផ្ទុកនៅ erythropoietin receptor វាភ្ជាប់ទៅលើ endogenous ERBO ហើយនៅ converted analog បង្កើតនៅសញ្ញាទៅលើកោសិកាឲ្យបង្កើតចំនួនហើយបង្កើតទៅលើភ្ញៀវទៅលើ DNA កោសិការបស់យើងឲ្យបង្កើនចំនួនកោសិកាកាន់ច្រើនហើយកុំឲ្យវាឆាប់ស្លាប់ការបង្កើននៅគ្រាប់ឈាមក្រហមក្នុងខ្លួននឹងមកទៅគ្រីតផងដែរគ្រាប់ឈាមក្រហមនេះហើយក្រុមប្រភេទ methoxy polyethylene glycol protein beta គឺជា synthetic version មួយរបស់ EPO releases protein beta slowly ហើយវាជាថ្នាំមួយដែលមាន longer life អាយុច្រើនជាងថ្នាំប្រភេទក្រុម ESA ផ្សេងទៀតហើយវាត្រូវបានអាចបញ្ចូលរាល់ខែម្ដងអញ្ចឹងទៅយើងគិតថា EPO វា promote ឲ្យមាន red blood cell recovery post transfusion ដែលជាចាំបាច់ក្នុងការ management ទៅលើ hypoxemia ដែលរួមបញ្ចូលនៅ erythroid progenitor និង macrophage ចំពោះ pharmacokinetic វិញគឺការស្រូបចូលយើងគិតថាយើងដឹងថាថ្នាំប្រភេទ ESA នេះចាក់នៅក្រោមស្បែកយើងឃើញថាប្រភេទថ្នាំ protein alpha នេះគឺវាជោគជ័យដល់ពេលយើងចាក់ក្រោមស្បែកវាអាចសូប absorption ទៅលើថ្នាំហ្នឹងនៅក្នុងចន្លោះពី5ទៅ24ម៉ោងចំពោះ DAPA protein វិញមានប្រយោជន៍ availability ប្រហែលជា32%ក្នុងអដាល 54% children ហើយមកមានអាចកើនឡើងប្រហែលជា2ទៅ6អាទិត្យបានកើនឡើងកន្លះខែកើនឡើងឬក៏មួយខែកន្លះបន្ទាប់ពីចាប់ផ្ដើមការព្យាបាលabsolute bioavailability of ប្រភេទថ្នាំ methoxy polyethylene glycol ក្រុមប្រភេទmethoxy polyethylene glycol protein beta គឺមានរហូតដល់ 62% ចំពោះការ side peer distribution យើងឃើញ distribution របស់ protein alpha និង methoxy polyethylene glycol protein beta ប្រហែលជា61 ml per kilo ដល់ប៉ា protein យើងឃើញរកឃើញកំហាប់ខ្ពស់នៅក្នុងបរិមាណរោគឬក៏ injection site skin វាអាច side peer ទៅកាន់ thyroid gland kidney adrenal gland slim lung stomach ហើយនិង blenders ចំពោះ metabolism យើងឃើញ EPO ជាមួយនឹង protein alpha នេះគឺវាអាចវាអាចបញ្ចូលហើយនឹងបំផ្លាញបន្ទាប់ពីភ្ជាប់ជាមួយ EPO receptor ហើយវាអាចបញ្ចេញតាមរយៈ reticular endothelial ជាមួយ lymphatic system ផងដែរចំពោះ methoxy polyethylene glycol protein beta វាស្ដែងជាមួយ protein ប៉ុន្តែវាrelease ក្នុងទឹកខ្លាំង water soluble ខុសពី protein ចំពោះការបញ្ចេញវិញ protein alpha យើងឃើញមានអាយុ half life 6ម៉ោងបន្ទាប់ពីចាក់ EWA ហើយ24ម៉ោងបន្ទាប់ពី subcutaneous administration ទៅ half life របស់ DAPA protein ក្នុងអដាលបន្ទាប់ពីចាក់ក្រោមស្បែកចន្លោះពី48ម៉ោងហើយ4ម៉ោងបើសិនជា form ចាក់ជាទម្រង់ EWA DMV របស់វា25.3 ម៉ោងចំពោះការចាក់នៅថ្នាំ administration ថ្នាំយើងឃើញថា DAPA protein ขนาดរបស់វា25មីក្រូក្រាមថ្នាំមានប្រភេទ25មីក្រូក្រាម40មីក្រូក្រាម60មីក្រូក្រាម100មីក្រូក្រាម200មីក្រូក្រាមចំពោះ protein វាមាន 2K 3K 4K 10K single dose ពីយ៉ាងចំពោះ methoxy polyethylene glycol protein beta វាមាន30មីក្រូក្រាម50 75 100 120 150 200 250នៅក្នុង solution មានកំហាប់មានចំណុះ solution 0.3 ml ចំពោះ administration dosage របស់ថ្នាំវិញយើងឃើញ protein alpha យើងចាប់ដើមពីចន្លោះពី50ទៅ100 UNT per kilogram យើងអាចចាក់3ដងក្នុងមួយអាទិត្យ EWA dosing ចំពោះអ្នកជំងឺមាន hemolysis ចំពោះអ្នកមានបញ្ហា HIV associated anemia ស្តាតចាប់ពី100 UNT per kilogram per dose អាចចាក់3ដង per week
ចំពោះ chemotherapy វិញយើង start ពី 40k ក្នុងចាក់តម្រងជា succinylate មួយអាទិត្យម្ដងឬក៏150 unit per kilo ដូសអាចចាក់3ដងក្នុងមួយអាទិត្យចំពោះ surgery យើងឃើញtransfusion solution 300 unit per kilo dose succinylate អាចចាក់រាល់ថ្ងៃរហូតដល់15ថ្ងៃចំពោះ dapa protein ដូសរបស់វាគឺ 0.45 microgram per kilo ចំពោះ chemotherapy start ពី 2.25 microgram per kilo អាចចាក់មួយអាទិត្យម្ដងឬក៏500 microgram រាល់3អាទិត្យម្ដងចំពោះ methoxypolyglycol protein beta វិញយើងត្រូវតែមុននឹងចាក់វាត្រូវប្រកាសថាមកវិញរបស់គាត់ stable ទៅលើការប្រើប្រាស់ protein បច្ចុប្បន្នឬក៏ dapa protein dosing ហើយ like ព្រោះតែបញ្ចូលឲ្យហើយកន្លងពេល ESA therapy នេះជាទូទៅអាចឲ្យ like protein ករណី protein តិចជាង100 microgram ឬក៏ transparent saturation តិចជាង 20% អញ្ចឹងដូសរបស់វាយើងអាច start ពី 0.6 microgram per kilo ពីទឹកចាក់ម្ដងបើអ្នកជំងឺអត់មាន dialysis អាច start ពី 1.2 microgram per kilo អាចចាក់មួយខែម្ដងអាចចន្លោះឆ្លាស់គ្នា 0.6 microgram រាល់2អាទិត្យម្ដងក៏បានដែរតើជាមួយនឹង conversion from ផ្លាស់ប្ដូរពីថ្នាំប្រភេទ ESA 1ទៅ ESA 1យើងត្រូវ adjustment dose មួយខែម្ដងឬក៏2អាទិត្យម្ដង based ទៅលើការប្រើថ្នាំរបស់គាត់ហើយ protein alpha យើងប្រើច្រើនកន្លងពេលដែលគាត់មានផ្ទៃពោះដោយសារ safety agent មួយដែលអត់ឲ្យមានប៉ះពាល់ដល់កូនគាត់ក្នុងពោះហើយជាទូទៅ protein alpha គឺវាស្តៀងជាមួយនឹងmolecule hormone នៅក្នុងខ្លួនយើងមែនតើ protein alpha ចំពោះ adverse effect យើងឃើញថារីជាមួយ thrombotic event អ្នកជំងឺដែលគាត់ពាក់វាបង្កើននៅ blood viscosity វាអាចបន្ថយនៅ vasodilator effect វាអាចឲ្យអ្នកជំងឺរីជាមួយនឹង ischemic stroke ឬក៏ myocardial infarction រី venous thromboembolism អាចមាន tumorigenesis patient ជាមួយនឹង form of cancers breast cancer non-small cell lung cancers head and neck cancers lymphoid cancer and cervical cancers ដោយសារ cell signaling tumor angiogenesis ចំពោះការ complication អត់ឲ្យប្រើករណីអ្នកជំងឺមាន hypertension uncontrolled មាន severe allergic reaction មាន pure red cell aplasia អ្នកជំងឺមានដោយសារគាត់មានESA របស់យើងមិនមានបងហ្សូអ៊ីល alcohol អញ្ចឹងគេឲ្យប្រើករណីក្មេងតាមកើតក្នុង28ឆ្នាំទេ28ថ្ងៃទេឬក៏មានបញ្ហាបេះដូងឬក៏មានបណ្ដាញកំពុងបើកដោះដោយសារវាអាចឲ្យអ្នកជំងឺចេញជា gasping syndrome ហើយអ្នកជំងឺពិបាកក្នុងដកដង្ហើមសើចម្ដងនោមឬក៏មានបញ្ហាព័ន្ធប្រសាទហើយមួយទៀតវាអាចធ្វើឲ្យមាន severe metabolic acidosis ពួកអ្នកជំងឺដែលមាន ESA មានការប្រើ ESA លើ CKD ប៉ុន្តែ patient គាត់មាន hemoglobin ធំជាង11ក៏វាអាចរីដែរនេះជាមួយការស្លាប់នេះជាមួយនឹង cardiovascular stroke ជាដើមហើយក៏វា ESA នេះក៏វា associate ជាមួយនឹងការថយចុះ survival increase risk of tumor progression ផងដែរជាពិសេសអ្នកដែលមាន non-small cell cancer lung cancer head and neck lymphoid cervical breast cancer ESA គួរតែប្រើក្នុងការបន្លែកអ្នកខ្វះខាតឈាមដោយសារ myelosuppressive chemotherapy ចំពោះ pure red cell aplasia គឺអ្នកជំងឺអាចមានការខ្វះឈាមខ្លាំងហើយនឹង low reticulocyte count អញ្ចឹងវាអាចអ្នកជំងឺមានអង់ទីគ័រមួយគេហៅ neutralizing antibody against ជាមួយ EPO along with ថ្នាំប្រភេទក្រុម toxicpolyglycol protein beta ដែលប្រភេទនឹង protein ជាដើមចំពោះ pure red cell aplasia នេះក៏វាអាចកើតទៅលើអ្នកដែលមាន hepatitis C associated ជាមួយ anemia ផងដែរហើយយើងឃើញថាអ្នកដែលមាន pure red cell aplasia នេះគឺយើងឃើញវាមិនជាជោគជ័យទេករណីប្រើថ្នាំ ESA របស់យើងអ្នកជំងឺដែលមាន ប្រើថ្នាំ ESA ក៏អាចរីជាមួយនឹង Caesar របស់គាត់ផងដែរហើយអ្នកដែលមាន allergic reaction ក៏អាចកើតផងដែរអាចមានជា angioedema bronchospasm skin rash urticaria ជាដើម
អូខេអញ្ចឹងអ្នកដែលប្រើថ្នាំអាចចេញចរះខ្លាំងរហូតដល់ជា Seven Johnson syndrome toxic epidermal necrosis ហើយពេលខ្លះអ្នកជំងឺអាចប្រើ ESA ក្នុងករណីsport ជាដើមដើម្បីបង្កើន performance របស់គាត់ជាទូទៅ dialysis ករណីបើគាត់លេងឈាមដំបូងការប្រើ ESA ដំបូងមានទាមទារការបង្កើន heparin ដើម្បីបង្កើនឲ្យថាកកឈាមកន្លងពេលលេងឈាមការតាមដាន monitoring វិញអ្នកជំងឺដែលមាន ប្រើថ្នាំនេះគេត្រូវតាមដាន hemoglobin របស់គាត់ជារៀងរាល់ខែឬក៏រាល់អាទិត្យមុននឹងចាប់ផ្ដើមបន្ទាប់ពីចាប់ផ្ដើមការព្យាបាលហើយសេរ៉ូមជាតិដែកក៏ត្រូវប្រមើលដែរព្រោះ ESA យើងឃើញថាវាប្រើនៅសេរ៉ូមជាតិដែកខ្លាំងអញ្ចឹងអាចអ្នកជំងឺខ្វះជាតិដែកដែរហើយវាក៏បន្ថយនៅ epsilon ដោយសារការភ្ញៀវទៅលើ electropoiesis អញ្ចឹងបង្កើន increasing thyroid supply អញ្ចឹងយើងត្រូវដាក់ជាតិដែកឬក៏គាត់ហូបអាហារណាស្បូរជាតិដែកហើយក៏វាអាចដូចនិយាយអញ្ចឹងវាអាចធ្វើឲ្យជាតិដែកគាត់ខ្វះដោយសារត្រូវការជាតិដែកច្រើនអញ្ចឹងនៅក្នុងឈាមយើងអាចឃើញ creatine ថយចុះ transferrin saturation អាចទៅជា 20% អញ្ចឹងទៅជាពិសេសអ្នកជំងឺមាន inflammation ដែលបង្កើននៅការប្រើ iron release iron និង epsilon វីតាមីន B6 ក៏ត្រូវមើលដែរចំពោះអ្នកជំងឺកូនក្មេងដែលលេងឈាមដែលវាអត់ responding ជាមួយ ESA និង iron therapy អញ្ចឹងអ្នកជំងឺដែលប្រើ ESA លើសយើងគួរតែ supportive care តាមរយៈការព្យាបាលថ្នាំលើឈាម evaluate និង serial phlebotomy អាចលាងដកគ្រាប់ឈាមក្រហមបើសិនជា severe cases អរគុណអ្នកនរគ្នាដែលបានចូលស្ដាប់មេរៀនមួយដែលមាន topic ជា electropoiesis stimulation សូមអរគុណ